អង្គការសហប្រជាជាតិនិងជំនួយអន្តរជាតិប្រមានថាគ្រោះរញ្ជួយដីនៅភូមាអាចបង្កជាភាពអត់ឃ្លាននិងផ្ទុះជំងឺឆ្លងធ្ងន់ធ្ងរដោយគ្មានសម្ភារៈគ្រឿងចក្រកកាយមនុស្សឲ្យបានលឿនខណៈតួលេខស្លាប់កើនឡើង1700នាក់ហើយមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពគ្រោះរញ្ជួយដីកម្រិតដ៏ធំសម្បើមដែលបានបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ាអាចបង្កទៅជាស្ថានភាពនៃភាពអត់ឃ្លានខ្លាំងនិងផ្ទុះជំងឺឆ្លងកាន់តែធ្ងន់ធ្ងរឡើងក្នុងប្រទេសដែលរងនៅភាពខ្វះខាតស្បៀងអាហារនិងបំលាស់ទីលំនៅទ្រង់ទ្រាយធំនិងសង្គ្រាមស៊ីវិលភ្ជាប់ជាមួយដែរខណៈក្រុមប្រទេសផ្ដល់ជំនួយអន្តរជាតិនិងអង្គការសហប្រជាជាតិបានប្រមានបែបនេះកាលពីថ្ងៃច័ន្ទចំនួនមនុស្សស្លាប់ជាផ្លូវការបានកើនឡើងលើសពី1700នាក់ហើយប៉ុន្តែតួលេខពិតប្រាកដកំពុងត្រូវបានប៉ាន់ប្រមាណថាអាចកើនឡើងច្រើនជាងនេះគ្រោះរញ្ជួយដីកម្រិត 7.7 រិកទ័របានវាយប្រហារប្រទេសដែលហែកហួរដោយសង្គ្រាមផ្ទៃក្នុងស្រាប់ចាប់ពីថ្ងៃសុក្រមកដោយចំណុចរញ្ជួយកណ្ដាលគឺនៅជិតទីក្រុង Mandalay ដែលជាទីក្រុងធំទី2របស់ប្រទេសមីយ៉ាន់ម៉ាដោយវាបានបំផ្លាញអាកាសយានដ្ឋានក្នុងទីក្រុងផងបំផ្លាញផ្លូវថ្នល់និងអគាររាប់រយអគារនៅតាមបណ្ដោយផ្លូវធំជាច្រើននៅកណ្ដាលប្រទេសក៏ត្រូវបានដួលរលំផងដែរស្ថិតក្នុងស្ថានភាពជាមួយសង្គ្រាមស៊ីវិលដែលកំពុងបន្តអស់បន្លាយចាប់តាំងពីមានរដ្ឋប្រហារមកជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ចំណាស់ស្រាប់ផងមីយ៉ាន់ម៉ាគឺជាទីកន្លែងដ៏លំបាកបំផុតមួយក្នុងពិភពលោកសម្រាប់អង្គការអន្តរជាតិផ្ដល់ជំនួយដើម្បីធ្វើប្រតិបត្តិការសង្គ្រោះនិងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះទៀតសោតក៏ត្រូវបានរារាំងបន្ថែមទៀតដោយកំហុសផ្លូវធ្ងន់ធ្ងរពេករាប់ចាប់ពីផ្លូវថ្នល់ផ្លូវស្ពាននិងមន្ទីរពេទ្យជាដើមគ្មានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់កង្វះប្រេងឥន្ធនៈនិងកង្វះបណ្ដាញទំនាក់ទំនងសង្គមមិនច្បាស់លាស់ថែមទៀតផងលើសពីនេះអ្វីដែលជាកត្តារាំងស្ទះបន្ថែមគឺកង្វះគ្រឿងយន្តធុនធ្ងន់ដើម្បីជួយដល់ប្រតិបត្តិការស្វែងរកមនុស្សនិងជួយសង្គ្រោះយឺតយ៉ាវមិនដូចនៅប្រទេសថៃឡើយដោយជំនួយគ្រឿងចក្រទាំងនោះគឺពិបាកដឹកជញ្ជូនមកកាន់ប្រទេសមីយ៉ាន់ម៉ាខ្លាំងណាស់ដែលវាគឺជាស្ថានភាពមួយត្រូវតែបង្ខំឲ្យមនុស្សជាច្រើនអ្នកមិនថាជាក្រុមជួយសង្គ្រោះឬប្រជាជននោះទេត្រូវបន្តស្វែងរកអ្នកនៅរស់រានមានជីវិតដោយដៃផ្ទាល់ក៏កាយកំទេចកំទីថ្មធំភាគច្រើនបំផុតដែរនៅក្រោមសីតុណ្ហភាពប្រចាំថ្ងៃក្នុងរដូវប្រាំងនេះគឺលើសពី40អង្សាសេថែមទៀតផងដែរអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍សមីនតុនបានប្រាប់ទូរទស្សន៍រដ្ឋ MRTV ថាមនុស្សជាង1700នាក់ត្រូវបានគេរកឃើញស្លាប់នៅគំនរបែកបាក់និងមនុស្ស3400នាក់ផ្សេងទៀតបានរងរបួសនិងជាង300នាក់ទៀតកំពុងបាត់ខ្លួននៅឡើយវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់